អ្នកខ្លះគេនិយាយថាការចំណាយពេលវេលាលេងជាមួយកូនការនាំកូនដើរលេងឬក៏ការអង្គុយមើលកូនលេងរាល់ថ្ងៃហ្នឹងគឺជាការខ្ជះខ្ជាយពេលវេលាខ្លះគេថាបើមានពេលណាគួរទៅធ្វើការរលួយឲ្យបានច្រើនល្អជាងតែសម្រាប់ខ្ញុំក្នុងនាមខ្ញុំជាម្ដាយខ្ញុំអត់គិតបែបហ្នឹងទេលុយដែលបាត់ទៅយើងអាចរកបានវិញឱកាសការងារថ្មីក៏អាចមានបន្តតែពេលវេលាដែលកូននៅតូចមិនអាចត្រឡប់មកក្រោយវិញបាននេះអូនរីគាត់នៅតែចង់ឲ្យម៉ាក់កាន់ដៃចង់ឲ្យម៉ាក់អោបចង់ឲ្យម៉ាក់លេងជាមួយតែមួយឆ្នាំទៀតអូននឹងធំឡើងមានមិត្តភ័ក្តិមានសាលារៀនមានអ្វីនៅជុំវិញខ្លួនប្រហែលថ្ងៃនោះអូននឹងលេងមកអោបម៉ាក់ញឹកញាប់ដូចសប្ងៃទៀតហើយចឹងហើយទើបខ្ញុំចំណាយពេលវេលាជាមួយអូនរៀចឲ្យបានច្រើនតាមអ្វីដែលអាចធ្វើទៅបានពេលអូនជីកង់ខ្ញុំឈរមើលដល់ក្តីសុបាយពេលអូនសើចខ្ញុំក៏សើចតាមពេលអូនរៀនអ្វីថ្មីខ្ញុំមានអារម្មណ៍ថាខ្ញុំក៏កំពុងរៀនជាម្ដាយម្នាក់ដែរមានអ្នកខ្លះអាចយល់ថាហេតុអីខ្ញុំថតវីដេអូអូនរៀនញឹកញាប់តែសម្រាប់ខ្ញុំវាមិនបង្ហាញដើម្បីឲ្យអ្នកដទៃថាកូនខ្ញុំកំពុងធ្វើអីទេខ្ញុំគ្រាន់តែចង់ទុករក្សាអនុស្សាវរីយ៍របស់អូនថ្ងៃណាមួយពេលអូនធំឡើងខ្ញុំចង់បើកវីដេអូទាំងនេះឲ្យគាត់មើលហើយប្រាប់គាត់ថាមើលការកូននៅតូចចាអូនសប្បាយខ្ញុំក៏ជឿថាកូនមិនចាំបាច់ត្រូវការរបស់អីថ្លៃទេអ្វីដែលកូនត្រូវការជាងគេនោះគឺអារម្មណ៍ថាមានឪពុកម្ដាយនៅក្បែរស្ដាប់គេនិយាយលេងជាមួយគេផ្ដល់ភាពកក់ក្ដៅផ្ដល់ក្ដីស្រឡាញ់ដោយស្មោះអញ្ចឹងបើថ្ងៃនេះអ្នកកំពុងតែចំណាយពេលអានរឿងឲ្យកូនស្ដាប់ដើរលេងជាមួយកូនឬគ្រាន់តែអង្គុយសើចជាមួយកូនសូមកុំគិតថាវាជាការខ្ជះខ្ជាយពេលវេលាទាំងនេះគឺជាការវិនិយោគបេះដូងនឹងការចងចាំរបស់កូនជាអំណោយដែលគ្មានលុយណាអាចទិញបានសម្រាប់ខ្ញុំរាល់ស្នាមញញឹមរបស់អូនរាជគឺមានតម្លៃជាងអ្វីៗនេះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសចំណាយពេលជាមួយអូនបើទោះបីជាខ្ញុំរវល់មមាញឹកយ៉ាងណាក៏ដោយពេលខ្លះខ្ញុំនិងប៉ារបស់អូនរាជក៏បលែងគ្នាលេងដែរមិនមែនពួកយើងនៅក្មេងទេប៉ុន្តែពួកយើងចង់ឲ្យផ្ទះមួយនេះពោពេញទៅដោយក្ដីស្រឡាញ់និងសំណើចប៉ាលេងមួយអូនរាជអូនសើចខ្លាំងហើយរត់ឡើងពេញហើយនៅពេលដែលពួកយើង3នាក់នឹងលេងជាមួយគ្នាមានអារម្មណ៍ថាផ្ទះមួយនេះកាន់តែមានសុភមង្គលជាអ្នកខ្លះមើលទៅគាត់ថាយើងលេងច្រើនពេកឬក៏ចំណាយពេលអត់ប្រយោជន៍តែសម្រាប់គ្រួសារយើងវាជាពេលវេលាមួយដែលមានតម្លៃបំផុតខ្ញុំជឿថាកូនមិនត្រឹមតែចង់បានអាហារឆ្ងាញ់ឬក៏សម្លៀកបំពាក់ស្អាតកូនក៏ចង់ឃើញប៉ាម៉ាក់ញញឹមដាក់គ្នាបលែងគ្នាលេងនិងបង្កើតបរិយាកាសកក់ក្ដៅដល់គ្រួសារដែរថ្ងៃណាមួយពេលអូនធំឡើងអូនប្រហែលជាមិនចាំគ្រប់ពាក្យដែលយើងនិយាយទេតែខ្ញុំសង្ឃឹមថាអូននឹងចងចាំអារម្មណ៍កក់ក្ដៅសំណោចនិងក្ដីស្រឡាញ់ដែលមាននៅក្នុងផ្ទះមួយនេះហ្នឹងហើយជាអនុស្សាវរីយ៍ដែលខ្ញុំនិងប៉ាចង់ផ្ដល់ឲ្យអូនជាងអ្វីៗទាំងអស់សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រនិងតាមដានដំណើរគ្រួសាររបស់យើងសូមឲ្យអ្នកទាំងអស់គ្នាកុំភ្លេចចំណាយពេលវេលាលេងជាមួយកូនឲ្យបានច្រើនសម្រាប់កូនពេលវេលាពីឪពុកម្ដាយគឺជាអំណោយដ៏មានតម្លៃបំផុតសម្រាប់ជួបគ្នានៅវីដេអូក្រោយសូមជូនពរឲ្យអ្នកនិងក្រុមគ្រួសារមានសុខភាពល្អនិងសុភមង្គលអរគុណច្រើន